ជាថាអ្នកដែលស្រឡាញ់កីឡាជាពិសេសអ្នកដែលស្រឡាញ់បាល់ទាត់ឃើញស្មៅខៀវស្អាតចេះឲ្យកាត់បានស្អាតចេះទៀតអូពេលខ្លះសឹងរត់លេងទៅដួលមិនភ័យដល់សប្បាយលើឧស្សាហ៍រីជម្រាបសួរអ្នកទាំងអស់គ្នាដូចឃើញក្បាលវីដេអូអញ្ចឹងថ្ងៃនេះយើងមកលេងបែកញើសដោយសារតែអាកាសធាតុយើងថ្ងៃនេះអំណោយផលមេឃឆ្លាតល្អអត់ភ្លៀងទេតែថាពីថ្ងៃរៀងខ្យល់មករហៀតិចប៉ុន្តែអត់អីទេល្ងាចយើងអាចលេងបែកញើសបានហើយដល់ពេលដែលយើងមកដល់សាលាយើងលេងបែកញើសឃើញលោកគ្រូគាត់កាត់ស្មៅអញ្ចឹងឃើញថាគាត់កាត់តែម្នាក់ឯងយើងអត់បានជួយអីច្រើនទេដោយសារតែពួកយើងមកល្ងាចហើយក៏បានមូលមតិគ្នាជួយលោកគ្រូក្នុងការប្រមូលលោកគ្រូគាត់អ្នកកាត់ហើយអញ្ចឹងយើងជួយប្រមូលទៅដើម្បីឲ្យបានគ្រូក៏គាត់ឆាប់បានទៅផ្ទះយើងក៏ឆាប់បានលេងទាំងអស់គ្នាអញ្ចឹងណាហើយក៏អរគុណលោកគ្រូច្រើនដែរលោកគ្រូគាត់មកកាត់សឹងរាល់ថ្ងៃហើយឃើញគាត់មកកាត់ហើយពួកយើងក៏មិនសូវជាបានជួយអីច្រើនទេបានតែជួយប្រមូលហើយជួយលើកនេះលើកនោះតិចតួចដើម្បីឲ្យលោកគ្រូគាត់បានស្រួលដែរអញ្ចឹងណាហើយពួកយើងក៏សប្បាយចិត្តដែររីករាយធ្វើដោយពេញចិត្តbởiព្រោះទីនេះគឺយើងស្រឡាញ់តារាងកន្លែងដូចខ្ញុំបញ្ជាក់ដូចជាកន្លែងរស់នៅរបស់យើងមួយដែរអញ្ចឹងណាបន្ទាប់ពីសាលារៀនបន្ទាប់ពីផ្ទះរបស់យើងមកគឺទីលានតារាងបាល់មួយទៀតហ្នឹងឯងដែលជាក្តីសុខរបស់ពួកយើងអ្នកលេងបាល់អញ្ចឹងណាខ្ញុំជឿថាអ្នកដែលស្រឡាញ់កីឡាជាពិសេសអ្នកដែលស្រឡាញ់បាល់ទាត់ឃើញស្មៅខៀវស្អាតចេះឲ្យកាត់បានស្អាតចេះទៀតអូពេលខ្លះសឹងរត់លេងទៅដួលមិនភ័យដល់គឺអត់បញ្ហាទេតារាងរបស់យើងគឺស្អាតមែនទែនគឺឥឡូវយើងបានកាត់ខ្លះហើយបើថាខែនេះរៀងភ្លៀងមែនប៉ុន្តែយើងនៅតែព្យាយាមធ្វើយ៉ាងណាកាត់វាឲ្យបានស្អាតអញ្ចឹងណាឲ្យវាខ្លីបំផុតតាមដែលយើងធ្វើទៅបានអរគុណលោកគ្រូមែនតើគាត់ព្យាយាមគាត់កាត់រហូតដែរហើយពួកខ្ញុំជួយបានខ្លះតិចតួចអញ្ចឹងណាម្នាក់បន្តិចដើម្បីទីលានដើម្បីសាលាយើងកន្លែងដែលយើងអាស្រ័យផលយើងនៅយើងស្អាតយើងល្អទាំងអស់គ្នាបើតារាងស្អាតហើយយើងមិនចេះថែសម្រាមស្មៅយើងមិនកាត់អាហ្នឹងដូចខ្ញុំបញ្ជាក់ក្នុងវីដេអូមុនអញ្ចឹងក៏វារៀងអត់សមដែរយើងគួរចេះលាយខ្លួនអញ្ចឹងណាហ្នឹងអរគុណច្រើនជាងទៅមើលកម្មវិធីផ្សេងបន្តទៀតបាយឡាលឿនឧស្សាហ៍រីទេលឿនឧស្សាហ៍រីសប្បាយ